គឺជាទីលានទី1ហើយដែលយើងប្រើកម្រិតជារណ្ដៅហើយកប់ពីព្រោះថាទាំងបច្ចេកទេសទាំងថវិកាសមស្របនឹងបរិបទសេដ្ឋកិច្ចនៃប្រទេសកម្ពុជាយើងបើសិនជាយើងប្រើបច្ចេកទេសទំនើបតម្លៃប្រតិបត្តិការហ្នឹងក៏ច្រើនដូច្នេះយើងត្រូវការពិនិត្យពិចារណាថ្លឹងថ្លែងទាំងការវិនិយោគនិងការគ្រប់គ្រងថែទាំនេះគឺជាផែនទីបច្ចេកទេសសរុបមួយដែលយើងខ្ញុំចង់បង្ហាញជូនបាទនេះជាបរិមាណផ្ទៃដី17ហិកតាក្នុងទំហំដីសរុប51ហិកតាគឺយើងបានរៀបចំសាងសង់ផ្លូវចូលប្រមាណ3គីឡូម៉ែត្រសាងសង់អគារញែកសម្រាមរៀបចំនៅប៉ុស្តិ៍យាមតទៅមកទៀតអគាររដ្ឋបាលដែលគឺយើងតាមដានត្រួតពិនិត្យសម្រាមដឹកចូលហើយយើងថ្លឹងកត់ត្រាទុកដើម្បីក្នុងការទូទាត់ហើយនេះគឺជាទីតាំងទីលានកប់សម្រាមចំនួន4បាទនៅការកប់សម្រាមរបស់យើងនេះគឺកប់ជាស្ទាប់ហើយកម្ពស់3ម៉ែត្រហើយយើងលុបដីម្ដងបាទយើងអាចកប់បានប្រមាណជា7ថ្នាក់បន្ទាប់មកគឺយើងលុបដីយើងដាំស្មៅយើងប្រែក្លាយទីលានកប់សម្រាមនេះគឺទៅជាតំបន់បៃតងជារមណីយដ្ឋានឬមួយកន្លែងកម្សាន្តឬមួយក៏ជាសួនច្បារអីផ្សេងនេះគឺជាប្រព័ន្ធបណ្ដាញលូរំដោះទឹកចេញពីទីលានកប់សម្រាមទឹកភ្លៀងយើងបង្ហូរចេញទៅក្រៅហើយទឹកដែលចេញពីទីលានកប់សម្រាមយើងយកច្រោះសម្អាតដើម្បីច្រោះឲ្យស្អាតមុននឹងបង្ហូរចេញទៅក្រៅបាទនេះគឺជាប្រព័ន្ធទំនប់និងហេដ្ឋារចនាសម្ព័ន្ធក្រោមដីដើម្បីយ៉ាងណាកុំឲ្យជ្រាបប្រមូលហ្គាសហើយយើងក៏បានរៀបចំអណ្ដូង2បាទនៅខាងលើផ្នែកខាងលើទឹកហើយនៅខាងក្រោមទឹកនៅពេលដែលដំណើរការប្រតិបត្តិការទីលានកប់សម្រាមយើងទៅតាមដានទឹកក្រោមដីថាតើទឹកក្រោមដីយើងមានគុណភាពមិនប៉ះពាល់ដែរឬទេដើម្បីធានាឲ្យបានច្បាស់ថាទីលានកប់សម្រាមរបស់យើងប្រតិបត្តិការបានល្អត្រឹមត្រូវបាទហើយយើងបានមានបំពាក់នៅគ្រឿងចក្រប្រើប្រាស់កញ្ចប់ថវិកាជាតិសរុបប្រមាណ 6.7 លានដុល្លារបាទផ្អែកទៅលើការកណនាអំពីកំណើនសេដ្ឋកិច្ចនិងការប្រមូលសម្រាមហ្នឹងគឺយើងអាចទុកបាននៅរយៈពេលប្រមាណជា5ឆ្នាំបាទបន្ទាប់ពីការអភិវឌ្ឍនិងចំនួនបរិមាណសម្រាមកើនឡើងក៏យើងនឹងត្រូវកែសម្រួលពង្រីកទីលានកប់សម្រាមនេះជាជំហាន2ជំហាន3បន្តទៅទៀតបាទក្រោមការដឹកនាំចង្អុលទិសពីប្រមុខរាជរដ្ឋាភិបាលគឺយើងកំពុងតែនឹងសិក្សារៀបចំសាងសង់នៅហេដ្ឋារចនាសម្ព័ន្ធស្ថានីយ៍ប្រតិកម្មទឹកកខ្វក់ក៏ដូចជាទីលានកប់សម្រាមនៅតាមក្រុងនៅតាមបណ្ដោយឆ្នេរទី2គឺនៅតាមក្រុងនៅជុំវិញបឹងទន្លេសាបបាទហើយទី3ទៀតគឺក្រុងទាំងឡាយនៅតាមបណ្ដោយទន្លេមេគង្គដែលធ្វើយ៉ាងណាដើម្បីយើងគ្រប់គ្រងការបំពុលកាកសំណល់រឹងកាកសំណល់រាវហើយធានាបាននៅសុខុមាលភាពជូនប្រជាពលរដ្ឋយើងឲ្យឆ្លើយតបទៅនឹងការអភិវឌ្ឍនេះប្រកបដោយនិរន្តរភាព